សូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទនេះជាវីដេអូរបស់ព្រះសង្ឃចាគណៈកម្មការនៃវត្តព្រៃខ្លុងរួមនឹងបងហេងហេងសំអាងការបានរៀបចំនៅសម្ភារៈព្រមទាំងបច្ច័យមួយចំនួនយកទៅជូនលោកយាយមើសនៅខាងភូមិតនុកឃុំលេខស្រុកភ្នំក្រវាញខេត្តពោធិ៍សែនហើយលោកយាយកំពុងតែមាននៅជីវភាពខ្វះខាតណាស់ញាតិញោមហើយអាត្មាជាថ្នាក់ដឹកនាំនៃវត្តព្រៃខ្លុងបានទទួលព័ត៌មានតាមរយៈបងហេងហេងសំអាងការបានផ្ដល់ព័ត៌មានថាលោកយាយកំពុងតែមាននៅជីវភាពខ្វះខាតចឹងទៅក៏បានពិភាក្សាគ្នារៀបចំនៅសម្ភារៈមួយចំនួនព្រមទាំងបច្ច័យនឹងយកទៅជូនលោកយាយដែលកំពុងតែមានជីវភាពខ្វះខាតហើយលោកយាយសប្បាយចិត្តណាស់ញាតិញោមដោយបានឃើញទស្សនវិជ្ជារបស់ព្រះសង្ឃវត្តព្រៃខ្លុងបាននាំនៅសម្ភារៈមួយចំនួនយកទៅជូនតែកំពុងតែមាននៅជីវភាពពិបាកហើយលោកយាយមានបច្ចុប្បន្ន83ឆ្នាំញាតិញោមហើយក្រុមគ្រួសារក៏មានជីវភាពខ្វះខាតអញ្ចឹងទៅក៏អាត្មាភាពបានរៀបចំនៅសម្ភារៈមួយចំនួនហ្នឹងយកទៅជូនលោកយាយហើយជាក់ស្ដែងហ្នឹងញាតិញោមពុទ្ធបរិស័ទមួយចំនួនក៏បានឃើញនៅផេករបស់បងហេងហេងសំអាងការផុសនៅវីដេអូលោកយាយដែលកំពុងតែមានជីវភាពខ្វះខាតអញ្ចឹងទៅថ្ងៃនេះអាត្មាភាពនឹងក៏បានសហការគ្នារួមជាមួយនឹងបងហេងហេងសំអាងការព្រមទាំងព្រះសង្ឃចាគណៈកម្មការនៃវត្តព្រៃខ្លុងរបស់យើងរៀបចំនៅសម្ភារៈយកទៅជូនលោកយាយផ្ទាល់ហើយទៅដល់ឃើញនៅទស្សនវិជ្ជាជាក់ស្ដែងញាតិញោមលោកយាយមានបច្ចុប្បន្ន83ឆ្នាំហើយសប្បាយចិត្តរីករាយណាស់ហើយអាត្មាភាពនឹងក៏បានជូននៅបច្ច័យទៅដល់លោកយាយដែលគាត់មកចូលរួមអបអរសាទរសប្បាយចិត្តដែលឃើញព្រះសង្ឃចាគណៈកម្មការយកសម្ភារៈទៅជូនលោកយាយជាក់ស្ដែងនេះញាតិញោមហើយគាត់សប្បាយចិត្តក្រៃលែងសប្បាយណាស់ហើយបច្ចុប្បន្ន83ឆ្នាំហើយញាតិញោមគិតមើលម្ដាយគេម្ដាយយើងហើយដែលកំពុងតែមានជីវភាពពិបាកបានព្រះសង្ឃយកសម្ភារៈទៅជូនគាត់សប្បាយចិត្តរីករាយណាញាតិញោមហើយញាតិញោមមានគោលបំណងចង់ចូលរួមអាចចូលរួមឧបត្ថម្ភជាមួយនឹងបងហេងហេងសំអាងការឬក៏អាចចង់ចូលរួមបានញាតិញោមហើយយើងខ្មែរស្រឡាញ់ខ្មែរការគ្រាលំបាកយើងចេះជួយគ្នាញាតិញោមអញ្ចឹងសូមលើកបុណ្យកុសលនេះជូនដល់ញាតិញោមប្រកេនគណៈជាម្ចាស់គ្រប់ព្រះអង្គដែលបានទស្សនាវីដេអូនេះសូមឲ្យបានបុណ្យកុសលគ្រប់ព្រះអង្គគ្រប់គ្នាប៉ុណ្ណាសូមអនុមោទនាបានថើតលអនុសង្ឃចម្រើនកម្រងរស៊ីកែកំណើតបានអាយុវែងអូលោកថាអាយុចឹងហ៎ប៉ុណ្ណឹងបច្ចុប្បន្នវែងចឹងដែរវែងយាយខ្ញុំទៅវិញណាបយាយខ្ញុំទៅវិញឥឡូវមិនក៏បចឹងហើយមិនទៅដើមភាសាលោកនិយាយចឹងចាប់បដ ாய் ព